សូមជម្រាបសួរបងប្អូនទាំងគ្នាអញ្ចឹងតោះថ្ងៃនេះយើងមកបន្តវីដេអូរបស់យើងពាក់ព័ន្ធនឹងការស្វែងយល់ពីការប្រើប្រាស់ម៉ាស៊ីន print អញ្ចឹងថ្ងៃមុននៅខាងលើនេះខ្ញុំបានបង្ហាញហើយអញ្ចឹងនៅសល់ពីចំណុច property ហើយនិង advanced អញ្ចឹងឥឡូវខ្ញុំនឹងលើកយក property មកបង្ហាញមុនអញ្ចឹងតោះបងប្អូនទាំងគ្នាយើងคลิกលើ property មកនៅត្រង់ចំណុច property វាបង្ហាញនៅចំណុចតូចៗជាច្រើន quick setup main page setup effect maintenance នេះយើងឃើញទេអញ្ចឹងខ្ញុំនឹងបង្ហាញម្ដងមួយតើតើការប្រើប្រាស់ចំណុចមួយនឹងយ៉ាងម៉េចអញ្ចឹងតោះឥឡូវយើងទៅបន្តទៀតនៅត្រង់ quick setup នេះអញ្ចឹងមានន័យថានៅត្រង់នេះចំណុចមួយចំនួនធំតែនៅក្នុងនេះយកមកបង្ហាញនៅក្នុងនេះអស់ហើយអញ្ចឹងបាននៅត្រង់នេះគេដាក់ចំណងជើងថា quick setup បើយើងមិនបាច់ចូលនៅក្នុងនេះទេយើងអាចចូលមកត្រង់នេះមួយវាគ្រប់គ្រាន់សម្រាប់ទាំងអស់ quick setup នៅចំណុចខាងលើ common use setting standard photo printing business document paper saving and envelope នេះគឺពាក់ព័ន្ធនឹងប្រភេទក្រដាសទាំងអស់គ្នាត្រូវការបែបណាជាប្រភេទ standard ប្រភេទរូបថតប្រភេទការងារ business paper saving ឬក៏ជា envelope ស្រោមសំបុត្រអ្នកនរគ្នារើសយកមួយណា save នៅត្រង់នេះមួយមកបន្តមកទៀតមើលខាងក្រោមមាន additional feature double printing មានន័យថាយើងអាច print បានច្រើនត្រឡប់ទៅមកសម្រាប់ក្រដាសឬក៏ម៉ាស៊ីនដែលជាប្រភេទម៉ាស៊ីនដែលអាចត្រឡប់បាន printing from last page សម្រាប់ក្រដាសដែលមានច្រើនទំព័រយើងចង់ឲ្យ print ពីទំព័រខាងក្រោយមកមុនដើម្បីងាយស្រួលក្នុងការកັບ print ហើយយើងអាចកັບយកតែម្ដងបើសិនបើយើងអត់បាន tick នៅចំណុចនេះទេវាចេញពីទំព័រទី1មុនហើយអញ្ចឹងយើងត្រូវតម្រៀបវាឡើងវិញហើយបានកັບបាន borderless printing នៅត្រង់នេះជាពិសេសសម្រាប់ក្រដាសរូបថតជាធម្មតាយើង print អត់ឲ្យមានកែមនៅសល់ទេ print ឲ្យពេញតែម្ដងបើសិនបើបងប្អូនអរគ្នា print រូបថតអាច tick នៅត្រង់ហ្នឹងមកឬយក borderless ហ្នឹងដើម្បីឲ្យរូបថតរបស់យើងពេញក្រដាស A4 ឬក៏ក្រដាសណាមួយដែលទាំងអស់គ្នាបានជ្រើសរើសនេះមានប្រភេទក្រដាសផ្សេងទៀតដែលអ្នកទាំងអស់គ្នាអាចជ្រើសរើសបានណាplain paper សម្រាប់ក្រដាសធម្មតា other photo ហើយជាធម្មតាសម្រាប់រូបថតគេយកនេះហើយវាច្បាស់ល្អឬអាណាមួយហើយទាំងអស់គ្នាយកអូខេមកវានឹងរក្សាឲ្យអ្នកទាំងអស់គ្នា gray scale printing ដូចនៅខាងដើមដែរនៅត្រង់នេះមានន័យថាក្រដាសនេះគឺវាចេញមកសខ្មៅបើសិនបើយើងចង់បានក្រដាសដែលជាឯកសារពណ៌ឲ្យវាចេញសខ្មៅយើង tick នៅត្រង់នេះទៅឬក៏ tick នៅខាងដើមខ្ញុំត្រឡប់ទៅមើលខាងដើមនេះណាដូចគ្នាអាច tick នៅត្រង់ហ្នឹងក៏បានដែរ media type ប្រភេទក្រដាសដូចខាងលើដែរនេះ plain paper photo paper នៅត្រង់ photo paper នេះមានជម្រើសច្រើនអ្នកនរគ្នាអាចជ្រើសរើសប្រភេទក្រដាសណាដែលល្អសម្រាប់រូបថត fine art paper envelope hagaki ណាប្រភេទក្រដាសនេះអត់ដឹងថាក្រដាសមិនទេខ្ញុំអត់ដែលជួបប្រទេសដែរ other paper high resolution paper printable disc other t-shirt transfer or other photo paper នេះគឺជាប្រភេទក្រដាសដែលយើងទាំងអស់គ្នាយកមកប្រើនៅក្នុងម៉ាស៊ីន print របស់យើងបានប៉ុន្តែអាស្រ័យទៅលើការកំណត់ពេលខ្លះបើសិនបើយើងអត់បានជ្រើសរើសនៅក្នុងហ្នឹងការ print ក៏វាអត់ដូចអ្វីដែលយើងចង់បានដែរ print quality ពាក់ព័ន្ធនឹង quality ពាក់ព័ន្ធគុណភាពកម្រិតច្បាស់របស់ឯកសារដែលយើង print ឬក៏រូបភាពដែលយើង print standard ជាទូទៅវាធម្មតាមកអ្វីដែលក្រុមហ៊ុនបានកំណត់ហើយប្រសិនបើទាំងអស់នេះចង់ឲ្យវាល្អខ្លាំងយកពាក្យ high នេះទៅអញ្ចឹងវានឹងកម្រិតច្បាស់ហើយល្អសម្រាប់ការ print ឯកសារតែវាអាចចុះឆ្នាំទី1ទី2វាអាចដើរយឺតជាង standard នេះ always print with correct page setting អ្វីដែលយើងតាមកំណត់ថ្មីបើយើង tick នឹងអានេះ print មកវាចាញ់ហើយ fast speed priority ទាំងនេះអាចជ្រើសរើសល្បឿនវាបាទនេះវានៅជាមួយនេះទេល្បឿនវានេះបើយើង click អាហ្នឹងអាក្រោមនេះវា load ឲ្យ fast ដែរនេះបញ្ជូននេះណា printing paper size ទំហំក្រដាសជាធម្មតាមានទំហំក្រដាសច្រើន letter A5 A4 B5 ក្រដាសផ្សេងទៀតអាស្រ័យលើតម្រូវការជាក់ស្ដែងបងប្អូនទាំងអស់គ្នាសម្រាប់ការប្រើប្រាស់ទៅលើការ print
chỉ thòm đá xem ai cái xá dương chờ tập A4 hay dương ai rồi xanh từ tam tầm rơi ca ai rồi A5 B5 rồi có cầm nọt xanh tiết và săn ba cái đá này lớn đi admin để nó ní ai trừ customer ai cầm nọt và phê cái đá xa mày chẳng bàn vịt níประมาณhai ní cầm pua níประมาณai rồi tam nâng nè ní cầm nọt chỉ ánh ní cầm nọt chia mmนี่คือจีตำรายการแจกแสดงบ่ยืงยังไงเรื่องมวยนากับบ้านนะให้บ่ยืงมันถือไอทีกระดาษยืงยังเรื่องเยอะA4มั้งจีกระดาษสแตนดาร์ดสมัยยังปลา orientation ประเภทกระดาษประเดี๋ยวกระดาษพิเชลจีทำน้ำวิออโต้มาพิเชลอันนี้ประเดี๋ยวเนี่ย landscape อันนี้เราเนี่ยอาจถือการปรับโดยตามตำรายการให้ paper saw auto collie selectในตรงนี้สำหรับเรือเตรรีโกทอดแบบตกกระดาษอย่างเรานี่อาจจะเรือเยอะประเภททอดมวยหน้าดากระดาษต่างออกเนี่ยบานดะหรือบางยื่นมันเรือเต้คือวีเรือถึงสวายประวัติทอดน้ำมีนกระดาษทอดน้ำอัดกระดาษวีหนึ่งเรือได้กลุ่นไอนี่นะจึงเอาวีโอโต้เต้ดำใบวีจับเยอะกระดาษแต่ตามทอดได้ยื่นบานกำนอนหรือกำมีนcopy จึงจำนวนได้ยังอาจปริ้นบ้านจับปีมวยเราดอลผมบวนเลยกายสับผมบวนนี่ว่าแต่มันสลักหมอปอนยังมันช้าหน้าปีดมกันได้พอต่อมาเทียบเมนในเมนนี้ยังเคยได้มีเดียไทยด้วยเนียประเภทกันได้โดยในทางดาวได้ตอนฟิกสัตอัพยังไงบ้านตรงนี้กันได้เปลี่ยนทางฟิกสัตอัพอย่างเนี่ยเราเนี่ยโจตรงนั้นมาหรือในหนังตามดองเป็นเลื่อนมีเดียไทยเพเปอร์อาจจะเรื่องบ้านในตรงนี้ก็บ้านได้นะโดยที่นี่จะมวยฟิกเซตอัพมันเพเปอร์ซอก็โดยที่นี่ได้แบบปอนหนึ่ง print quality standard high fast custom ตรงนี้อาจกำหนดเส้นเดียดไปตามตำรายการแจกสไลด์นะ color intensity auto manual bởi dương giờ mình nhớ dương set up vì làm quanh má bẹp pon nông po cả đó ta bờ giờ tố cứ vì cầm nọt luôn anh cái printing đôi thằng đàm print so màu preview before printing dương change motion một nâng print chẳng này cứ chiaประเภทcả đó page set upในตอน page set up นี้คือการกำหนดกระดาษได้ไฟซ้ายแน่นอนที่อาจจะดูตุ่มหมกระดาษโดยในตัวฟิกเซตอัพได้เยอะtớiให้ orientation นั้น portrait landscape โดยนี้ให้ตัว rotate 180 degree บ่งวัล180 degree มีในทางวิปจารการใจมาวิ่งประสันบายืงอัฐิเวเตคือวิจัยกับบาลซอมาแบบนี้เห็นไหมเนี่ยแต่บายืงทิกมีในทางวิจัยชื่อมาโมนวิ่งนี่แบบนี้นะจึงจะนำต่างออกนี่tớiต่างออกนี่อาจจะหรือกับบ้านบ้านกับบ้านนะในตอนนั้นก่อนเวียนตลอดการใจนี่แต่มันหยิบบัญชีให้ตลอดโรเทตให้ตอนนี้เป็นถ้า paper size โดยขังเลยในมันได้ paper layout normal size นี่คือ normal size borderline fit to page scale page layout ดูจากทางดามได้ยืงบานบังหางหายโดยที่นี่นะนี่มันบาดจำบังหางติดเตะยืงแต่กำหนดทางดามนั่นก็มานะในจำนวนทางเกิมนี่ automatically reuse large document that printer cannot output นี่ก็เอายืงเวรีวิวตุ่มหมเอาไว้ได้ printer นั้นมันอาจเจนมาขายบ้านไอ้ทองดำผลิตprinting นี้ก็โดยที่นี่ได้ยืงกำหนดแต่เลือประเภทก็ได้เวียกำหนดทางช่วยทางสนามทางเลือทางเคิมหรือก็ print ตลอดสองทางấyคือในทางนี้ปัญหายืงบางเธอวิธีโดยสารตอนนี้วิรุณออโต้นะทิศกับบ้านบางกับบ้านนะเวียตลอดเอายืงมือปัญหาจีตุเต้คือวิรุณออโต้ไอในทางจำนวนนี้ copy นี้โดยที่นี่print from last page ពី print ពីក្រោយមកមុនទំព័រ999បើយើង tick វាចេញពី999មកមុន
ហើយបើយើងអត់ធីកទេវាចេញពីទំព័រទី1មកមុនហើយ print option នេះ disable អីផ្សេងទៀតជាទូទៅដូចជាមិនសូវប្រើទេនៅនេះឬក៏មកពីយើងបានស្វែងយល់ឬក៏យល់ច្បាស់ពីវាមិនដឹងទេប៉ុន្តែធម្មតាខ្ញុំក៏អត់បានចូលមកទៅនឹងដែរណាសម្រាប់បងប្អូនដែលចេះនៅទៅនឹងច្បាស់អាចជួយបង្ហាញបន្តទៀតនេះយើងឃើញ disable ICM require from application server disable អត់ឲ្យដំណើរការ disable ហ្នឹងមានន័យថាមិនឲ្យដំណើរការ3ខាងលើនេះអានគ្រប់ paper មានន័យថាស្រាយកដាស់ចេញពីក្រុម disable have tone method watching do not allow application server to compress print data rotate 90-degree left when orientation is landscape ជាងយើងមិនបាច់ធ្វើអីទេតែនេះគេឲ្យយើង recommend ហើយ effect ត្រឡប់មក effect ដូចនៅខាងដើមអញ្ចឹងstimulate illustration គឺកំណត់ពីកម្រិតនៃការច្បាស់របស់រូបភាពយើងអាចចុចទៅឲ្យរូបភាពវាភ្លឺថ្លាបើយើងអត់ចុចទេវាបែបនេះណាតង monochrome effect នេះដូចគ្នាអាចជ្រើស spatial pink color ណាមួយដែលអ្នកទាំងអស់គ្នាចង់បានយើងរើសវាទៅ tick មកវាឲ្យណានេះហើយបើមិនបាច់ទេគឺវារត់អូតូហើយvivid photo នៅត្រង់ vivid photo នេះវាបង្ហាញពីរូបថតឲ្យភ្លឺជាងមុនតិចណាយើងឃើញនេះបើយើងធីកណាហើយបាន image optimizer វាជួយជំរុញឬក៏បង្កើនគុណភាព photo optimizer pro ឲ្យវាច្បាស់យើងឃើញពណ៌នេះកាលណាយើងធីកទៅវាច្បាស់ជាង apply throughout page នេះ photo noise reduction កាត់បន្ថយសំឡេងរូបភាពដែលយើង print មកណាយើងអាចរើសវាបានឬក៏មិនរើសទៅតាមអ្វីដែលបានកំណត់មកហើយបើចង់រើសឲ្យភ្លឺជាងមុនក៏រើសទៅអត់អីទេនៅតែនេះmaintenance នៅតែនេះគឺពាក់ព័ន្ធនឹងម៉ាស៊ីនពេលខ្លះយើងចាំបាច់ត្រូវតែចេះដែរតែនេះសំខាន់ណាស់ដោយសារអីយើងមើល cleaning print ពេលខ្លះយើងខានប្រើទឹកវាដាច់ទាំងអស់គ្នាចូលមក clean វាទៅបើយើងចុចលើ clean វាសួរយើងហ្នឹងឃើញទេ clean ពណ៌ទាំងអស់ black PGBK ឬក៏ color អីវាសួរបើយើងយក execute នេះគឺវាដំណើរការណាហើយត្រង់នេះដូចគ្នា deep cleaning នៅពេលដែលខានប្រើយូរម៉ាស៊ីនពេលខ្លះយើងត្រូវការចូលទៅនេះដែរប៉ុន្តែបើវាមិនបញ្ហាខ្លាំងទេកុំអីយើងយកនេះទៅ print head alignment អានេះគឺពាក់ព័ន្ធនឹង head ពេលខ្លះ head យើងហ្នឹងក៏វាមានបញ្ហាប៉ុន្តែកុំព្យាយាមប្រើពេកវាអាចមានបញ្ហាដែរបើយើងប្រើអានេះខ្លាំងពេកក៏ខូច head ដែរព្រោះជាបទពិសោធន៍របស់ខ្ញុំមួយដែរកាលណាយើង print ខ្លាំងវាអត់ចេញយើងចេះតែបើខំវាឬក៏យើងទុកចោលយូរវាប៉ះពាល់យើងប្រើនេះ nozzle check គឺយើងត្រួតពិនិត្យពណ៌ទាំងអស់ printer យើងមានប្រមាណពណ៌ហើយនេះសម្រាប់តែ printer color ទេ printer សខ្មៅដូចជាមិនមានទេអញ្ចឹងនៅត្រង់នេះ nozzle check ហ្នឹងគឺវាឲ្យយើងពិនិត្យមើលពណ៌ថាតើពណ៌ហ្នឹងវាច្បាស់ឬក៏មិនច្បាស់ហើយបាន paper source setting from paper set source អញ្ចឹងអានេះគឺពាក់ព័ន្ធនឹងការទាញกระดาษចេញពីថតដែលទុកกระดาษអញ្ចឹងវាទាញបានអញ្ចឹងពេលខ្លះវាមានបញ្ហា error ផ្សេងអញ្ចឹងយើងអាចតេស្តវានៅទីនេះទៅវាទាញឲ្យយើងចុះឡើងហើយ bottom plate cleaning នេះខ្ញុំអត់សូវដែលប្រើទេប៉ុន្តែបើយើងមើលជាក់ស្ដែងទៅនេះវាពាក់ព័ន្ធនឹងការសម្អាតពីខាងក្រោម roller cleaning គឺ clean roll ចាប់กระดาษយើងហ្នឹងដើម្បីឲ្យវាសម្អាតkalauវាជាប់ដីឬក៏ជាប់អីផ្សេងអញ្ចឹងសិតតែជាមុខងារល្អដែលយើងគួរចេះហើយត្រូវប្រើទាំងអស់គ្នាពេលខ្លះជាប់តែបន្តិចទេប៉ុន្តែបើយើងអត់ដឹងយើងរត់ទៅរកជាងវាខាតពេលវេលាពាក់ព័ន្ធនឹងថវិកាការចំណាយតិចតួចទៅលើជាងធម្មតាបណ្ដាពេលវេលាបើនៅចិត្តមិនអីទេតែពេលខ្លះត្រូវធ្វើដំណើរទៅឆ្ងាយអញ្ចឹងវាពាក់ព័ន្ធអាហ្នឹងណា power off បិទកុំព្យូទ័រ
auto power off ណាបិទស្វ័យប្រវត្តិនៅពេលដែលយើងអត់ប្រើនេះយើងកំណត់ប្រមាណនាទីឲ្យវាបិទឥឡូវឧទាហរណ៍នេះ240នាទីវាច្រើនណាឥឡូវយើងយកតា30នាទីបើវាអត់ប្រើ30នាទីវាបិទស្វ័យប្រវត្តិនេះ60នាទីឥឡូវខ្ញុំយកកន្លះម៉ោងទៅអូខេ apply the setting to printer if the printer connected the network it will not turn off automatically even if auto power off is set ទាំងអស់គ្នាតើនេះវាបញ្ជាក់ទៀតថាបើសិនបើ printer យើងនឹងភ្ជាប់ជាមួយ network Wi-Fi បើទោះបីជាយើងរើសយកអាហ្នឹងក៏វាអត់បាត់ឲ្យ auto ដែរលើកលែងតែ printer ដែលយើងមិនភ្ជាប់ Wi-Fi យើងវាបញ្ជាក់ឲ្យ quick set quiet setting allow to reduce printer operating noise កាត់បន្ថយសំឡេងរំខានណានេះ don't use quiet mode always use quiet mode during specific hour នេះពីម៉ោងម៉ោងគេកំណត់សម្រាប់កាត់បន្ថយសំឡេងពេលខ្លះយើង print យប់ទៅវាលឺសំឡេងសំខាន់ដល់អ្នកគេងអញ្ចឹងអាចចូលទៅនឹងកំណត់ទៅម៉ោងណាហើយ custom setting allow to select operation option នេះអញ្ចឹងវាឲ្យយើងកំណត់នេះ detect printable disk prevent paper abrasion align head manually ink dry ink wait time short long កំណត់ពេលវេលាអញ្ចឹងយើងឬហើយយើងអូខេទៅនេះអញ្ចឹងសម្រាប់ការបង្ហាញពាក់ព័ន្ធនឹង property ដែលមានប្រមាណចំណុចហ្នឹងគឺថ្ងៃនេះសូមបង្ហាញប៉ុណ្ណឹងទៅហើយសម្រាប់បងប្អូនដែលមានចម្ងល់អាចសរសេរនៅ comment ខាងក្រោមទៅខ្ញុំនឹងព្យាយាមបន្តទៅតាមអ្វីដែលអាចបង្ហាញបានហើយសម្រាប់ចំណុចមួយទៀតយើងនឹងទុកបង្ហាញលើកក្រោយទៀតអរគុណច្រើនជម្រាបលាទាំងអស់គ្នាហើយកុំភ្លេចជួយ share subscribe ឬក៏ like page ហើយម្នាក់មួយផងជម្រាបលាទាំងអស់គ្នា